ស្ដីបងប្អូនមកកាន់ Channel YouTube លីដាក្រចេតហើយនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញបងប្អូនពីការចាក់បាច់ផ្កាបែបនេះស្អាតហើយងាយទៀតតើបងប្អូនហើយយើងចាប់ផ្ដើមជាមួយនឹង Magic Ring យើងឆេនទាំងអស់ក្នុង Magic Ring ហ្នឹងយើងចាក់ហើយយើងឆេន3នេះយើងបាន1ហើយណាយើងចាក់2ថែមទៀតមកយើងបាន3បន្តមកយើងចាក់ single crochet នៅក្នុងប្លោះទី2យើងចាក់1 single crochet ហើយប្លោះទី3យើងចាក់1 single crochet ទៀតចាក់ប៉ុណ្ណឹងហើយយើង slip stitch នៅក្នុង magic ring ហ្នឹងមកហើយយើងបាន1សតផ្កាហើយយើងឆេនឡើង3ទៀតយើងចាក់ដូចមិញអញ្ចឹងយើងចាក់នៅប្លោះទី2ហ្នឹង1 single crochet ប្លោះទី3 1 single crochet ហើយ slip stitch នៅក្នុង magic ring ហ្នឹងមកហើយចាក់បែបនេះចំនួន5ដងយើងទទួលបាននៅ5ហើយតោះមកយើងកាត់បោះបិទមុខវាមកនេះយើងនឹងទទួលបានផ្កាមួយហើយយើងយកអំបោះនឹងទៅក្នុង magic ring នឹងហើយយើងទាញបិទមុខវាទៅនៅក្នុងឲ្យអំបោះហ្នឹងវានៅទៅខាងក្រោមណាដើម្បីឲ្យពេលយើងធ្វើដាក់ snow ដាក់អីទៅកុំឲ្យវាឃើញអាក្រក់មើលយើងទាញទៅក្រោមបែបហ្នឹងមកយើងទាញបិទមុខនេះយើងទទួលបានផ្កាហើយបន្ទាប់មកយើងយកលួសមកយើងកាត់វាមកហើយយើងយកបោះពណ៌លឿងឬក៏ពណ៌ក៏បានដែរតែបងប្អូនចូលចិត្តហើយគិតថាដាក់បដូរទៅវាឃើញស្អាតអញ្ចឹងយើងម៉ូបែបនេះមកមួយចឹងហើយយើងចាប់ផ្ដើមទាញលួសហ្នឹងចូលគ្នាយើងច្បាច់ចូលគ្នាលមូលវាហើយយកបោះហ្នឹងដាក់ចូលទៅក្នុងលួសហ្នឹងដើម្បីកុំឲ្យវាលមូលវាល្អិលអញ្ចឹងបងប្អូនមើលអត់ទាន់បងប្អូនអាចមើលតាមវីដេអូហ្នឹងម្ដងហើយម្ដងទៀតបានយើងមូលចឹងហើយយើងបានបដូរផ្កាតោះមកយើងយកទៅធ្វើជាបដូរផ្កាយើងយកចូលក្នុងអាប្លោះក្តារផ្កាយើងនឹងមកហើយបោះដែលនៅសល់នេះយើងយកវាចូលមកតាក់វាចូលទៅក្នុងហ្នឹងមកទាញវាទៅក្រោមទៅដើម្បីពេលដែលយើងហុំដើមវាយើងហុំវាចូលទៅក្នុងអាដើមហ្នឹងទៅវាឡើងឃើញហើយនេះយើងបានរួចរាល់ហើយយើងយកបោះពណ៌បៃតងមកយើងធ្វើជាដើមវាយើងហុំនៅខាងលើហ្នឹងពីវាជុំមកដើម្បីឲ្យវាជាប់តោះមកយើងហុំបន្តរហូតមកដល់ខំមកដល់នេះយើងដាក់អំបោះហ្នឹងចូលទៅក្នុងកតាលួដើម្បីកុំឲ្យអំបោះហ្នឹងវារត់ហើយបើសិនជាបងប្អូនមានការអាចដាក់កាវបន្តិចក៏បានដែរក៏ល្អដែរឲ្យមេវាជាប់បានខ្លាំងអញ្ចឹងយើងម៉ូវាចឹងមកកុំឲ្យវារត់អំបោះនេះយើងបានផ្កាមកតងហើយតោះមកយើងធ្វើអាកណាត់ហុំវាពីខាធ្វើជាបាច់ផ្កាយើងឆេន42ឆេនណាហ្នឹងយើងមកចាក់បាន42ឆេនហើយយើងចាប់ផ្ដើមចាក់បកទៅវិញ
គឺយើងប្រឡងពីប្រឡោះប្រឡងពីប្រឡោះយើងចាក់របស់កញ្ចេះនៅប្រឡោះទី3យើងបានមួយរបស់កញ្ចេះហើយយកមកចូលខ្ទាស់មកខ្ទាស់ចំណាំមកហើយបន្តមកយើងចាក់បន្តរហូតមួយប្រឡោះមួយរបស់កញ្ចេះរហូតអស់មកយើងនឹងទទួលបាន40របស់កញ្ចេះនេះយើងចាក់បានមកជួយស្រាប់ទាំងអស់គឺ40ដបក្រូចេតហើយបន្តវិញចាក់ត្រឡប់ទៅវិញគឺយើងឆេនឡើង2ហើយយើងចាក់ត្រឡប់ទៅវិញទៅមកប្រឡោះមួយដបក្រូចេតទាំងអស់គឺ40ដបក្រូចេតដូចគ្នាហើយយើងចាក់បែបនេះដដែលរហូតបាន12ជួរគឺយើងទទួលបានកណ្ដាលសម្រាប់ដែលហុំបាច់ផ្កាហ្នឹងឯងនេះយើងចាក់ចប់មកដល់ជុំទី12នេះយើងចាក់បញ្ចប់មកហើយយើងឆេនមួយហើយបោះដែរនៅសល់វិញនោះបងប្អូនអាចយកមកចូលដេប្រកបវាទៅក្នុងអាចន្លោះដែរបោះដែលយើងចាក់ហ្នឹងទៅដើម្បីកុំឲ្យវាឃើញញ៉ៃអញ្ចឹងណាហើយសម្រាប់ផ្កានេះទាំងអស់គឺយើងធ្វើ15ផ្កាបងប្អូនឬក៏លើសនឹងតិចតួចក៏បានអាស្រ័យទៅលើបងប្អូនធ្វើទេហើយយើងយកបោះបៃតងមកចងធ្វើជាបាច់បែបហ្នឹងមកហើយយើងចងវាឲ្យជាប់មកតោះមកយើងយកផ្ទាំងដែលយើងចាក់មុនហ្នឹងដើម្បីធ្វើជាខ្ចប់បាច់ផ្កាហ្នឹងយើងយកមកខ្ចប់វាមកនេះបងប្អូនយើងបត់វាអញ្ចឹងមកហើយតោះមកយើងយកអំបោះពណ៌ក៏បានដែរបងប្អូនចូលចិត្តមកធ្វើជាចងជាបូអាហ្នឹងខ្ញុំអត់នេះទេបើសិនជាបងប្អូនអាចទៅចាក់កន្ទុយកតោឆេន100ដងមកឲ្យបងប្អូនអាចយកមកចងធ្វើជាបូកាន់តែស្អាតទៀតនេះដោយសារខ្ញុំខ្ជិលខ្ញុំយកបោះមកចងបែបនេះមកបន្ទាប់ពីបងប្អូនចងបានជាបូបែបនេះហើយគឺនឹងទទួលបានបាច់ផ្កាដ៏ស្រស់ស្អាតដែលបងប្អូនអាចធ្វើជាអំណោយឬក៏ធ្វើជាកាដូអីផ្សេងតាមតែបងប្អូនអាចត្រូវការអញ្ចឹងនិយាយទៅស្អាតបងប្អូនចាក់ហើយនឹងគេគឺស្អាតជាងនៅក្នុងវីដេអូនឹងទៀតហើយអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់កុំភ្លេចជួយ Subscribe Channel YouTube លីតាក្រចិតរបស់ខ្ញុំផង